អានិសង្សសាធារណៈធម្មតាមនុស្សក្នុងលោកតែងស្រឡាញ់អាយុជីវិតរបស់ខ្លួនជាទីបំផុតចង់ឲ្យរស់នៅបានយូរបានសុខចម្រើនតែរៀងខ្លួនការញ៉ាំងអាយុជីវិតឲ្យរស់នៅបានយូរបានសុខចម្រើននោះមានសេចក្តីលំបាកច្រើនបែបច្រើនយ៉ាងណាស់គឺលំបាកដោយកិច្ចការពារសេចក្តីអន្តរាយកិច្ចការពារជំងឺដំកាត់កិច្ចស្វែងរកបច្ច័យជាគ្រឿងអាស្រ័យកិច្ចស្វែងរកគ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់ប្រាក់កាសសម្រាប់ចាយវាជាដើមដែលជាការចាំបាច់ខានពុំបានពោលដោយសរុបក្នុងមនុស្សម្នាក់លុះតែប្រកបដោយឋានៈ5យ៉ាងគ្រប់គ្រាន់ទើបសមតាមអំណងគឺ1អាយុសេចក្តីរស់នៅ2វណ្ណៈជាវីវ័នល្អស្រស់3សុខៈសេចក្តីសុខកាយស្រួលចិត្ត4ពលៈកម្លាំងកាយកម្លាំងចិត្ត5បដិភិនៈសេចក្តីឆ្លៀសវៃឋានៈ5យ៉ាងនោះនឹងស្ថិតនៅបានក៏ដោយសារបច្ច័យគ្រឿងអាស្រ័យ4យ៉ាងគឺ1ចៃវរបច្ច័យគ្រឿងស្លៀកដណ្ដំ2បណ្ឌបាតបច្ច័យគ្រឿងបរិភោគ3សេនាសនបច្ច័យគ្រឿងដេកអង្គុយ4កលៀនភេសជ្ជបច្ច័យគ្រឿងណាកាយរោគដែលសត្វតែជាគ្រឿងរោគបានដោយលំបាកព្រោះហេតុនេះបានជាការដែលទាយុ70បរោះបានឲ្យបច្ច័យ4ឬបច្ច័យណាមួយដោយសង្គ្រោះឬដោយបូជាគុណដល់បដិគិហកៈដែលអាចចាត់ជាការបំពេញសេចក្តីខ្វះខាតសេចក្តីត្រូវការរបស់អ្នកត្រូវការនោះជាទានមានផល្លានិសង្សច្រើនជាអនេកអានិសង្សនោះបើពោលដោយពិស្ដាក៏ពិស្ដាណាស់តែបើពោលដោយសង្ខេបក៏មានសេចក្តីខ្លីល្មមអានល្មមស្ដាប់ឆាប់យល់បានដោយពុទ្ធភាសិតមួយបទថាអ្នកដែលបានឲ្យបច្ច័យគ្រឿងអាស្រ័យ4យ៉ាងគឺចៃវរបណ្ឌបាតសេនាសនៈគិលានអ្នកភេសជ្ជៈដល់ជនដែលគួរឲ្យរមែងបានឈ្មោះថាជាអ្នកឲ្យឋានៈ5យ៉ាងគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈដល់អ្នកទទួលក្នុងពេលដែលគេទទួលនាបច្ចុប្បន្នហើយឋានៈ5យ៉ាងនោះរមែងផ្ដល់ដល់អ្នកឲ្យវិញក្នុងកាលជាអនាគតគឺថាបដិគិហកៈដែលបានទទួលបច្ច័យ4គឺចីវរគ្រឿងស្លៀកដណ្ដំបណ្ឌបាតគ្រឿងបរិភោគសេនាសនៈគ្រឿងដេកអង្គុយនិងកលៀនភេសជ្ជៈគ្រឿងថ្នាំកែរោគឬបច្ច័យណាមួយអំពីទាយុហើយរមែងត្រូវបានឋានៈ5យ៉ាងនេះគឺអាយុសេចក្តីរស់នៅវណ្ណៈជាវីវ័នល្អស្រស់សុខៈសេចក្តីសុខកាយស្រួលចិត្តពលៈកម្លាំងកាយកម្លាំងចិត្តបដិភិនៈសេចក្តីឆ្លៀសវៃទទួលវេលាទទួលក្នុងជាតិជាបច្ចុប្បន្នឯទាយុត្រូវបានវិញនៅឋានៈ5យ៉ាងគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈនោះជារបស់មនុស្សក្នុងមនុស្សលោកឬជារបស់ទិព្វក្នុងទេវលោកក្នុងជាតិជាអនាគតជាពិតប្រកបពំខានដែលហៅថាបានផល្លានិសង្សនោះឯងដូចមានសម្ដែងពិស្ដាក្នុងអានិសង្សផ្សេងខាងមុខ